កណាពីបានមាន11រូបរដ្ឋបាលក្បាលធំជាងខ្លួនអានោះប្រកាសហើយតែកម្ពុជានឹងមិនអាចក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ដោយការរំពឹងទុកទេកុំនិយាយអំពីប្រព័ន្ធបោះឆ្នោតជាមួយគាត់និយាយថាមកមន្ត្រីណាខូចដកក្បត់ចោលយើងដែលជាមន្ត្រីមូលដ្ឋាននេះមិនបង្រៀនប្រជាពលរដ្ឋយើងនឹងឲ្យស្គាល់ពីនីតិវិធីដើម្បីធ្វើមិនឲ្យអស់លុយហ្នឹងទៅចង់មិនចង់មេឃុំរាជសង្កាត់ត្រូវតែជ្រើសរើសអ្នកដែលឲ្យប្រយោជន៍ប៉ាសិនជាជាងរើសអ្នករងគ្រោះពិតប្រាកដខ្ញុំនឹងបង្រៀនពលរដ្ឋរបស់ខ្ញុំឲ្យចេះស្ទួយត្រីដោយខ្លួនឯងនោះគឺជាអ្វីដែលជាការកំណែតម្រង់រដ្ឋបាលសាធារណៈមុនគេបើយើងបំរើរាជប៉ុន្តែប៉អត់សុបាយចិត្តប្រកបជាគាត់ឈរនៅហ្នឹងឯងបច្ចេកទេសក្នុងការលួចរបស់បណ្ឌិតខុសពីបច្ចេកទេសរបស់អ្នកលួចមាន់សម្រាប់អ្នកចេះលួចគឺគេលួចដោយស្របច្បាប់លោកប្អូនជិះពីនេះទៅពេទ្យកាលម៉ែតលោកប្អូនចាស់2លីត្រលោកប្អូនបានបង់លុយ 2000 រៀលក្នុងមួយថ្ងៃចូលទៅអភិវឌ្ឍប្រទេសបាត់ទៅហើយសពថ្ងៃហេតុអីក៏មេដឹកនាំមូលដ្ឋានមិនខ្លាចពលរដ្ឋដោយសារអំណាចរបស់គាត់មិនផុយស្រួយដោយសារពលរដ្ឋទេអំណាចរបស់គាត់ផុយស្រួយដោយអំណាចបាក់